ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាតោះមកឆាគ្រឿងមួយខ្ញុំទាំងអស់គ្នាឆាគ្រឿងសាច់មាន់យើងហ្នឹងហើយជាមួយស្ដេចគួរពុកម៉ែបងប្អូនទាំងអស់គ្នាតោះចូលមើលការធ្វើរបស់ខ្ញុំទាំងអស់គ្នាគ្រឿងផ្សំសម្រាប់ឆាគ្រឿងរបស់យើងពុកម៉ែបងប្អូនទាំងអស់គ្នាមានសាច់មាន់ហើយនឹងបន្លែរបស់យើងគ្រឿងផ្សំរបស់យើងហ្នឹងមានខ្ញុំប្រើដោះគោឆៅ1កំប៉ុងហើយនៅស្រែគួរហើយនឹងគល់ស្លឹកខើស្លឹកក្រូចសើចម្ដែងហើយនឹងល្មៀតយើងពុកម៉ែបងប្អូនអរគ្នាគ្រឿងបុករបស់យើងហ្នឹងគ្រឿងបុកហ្នឹងខ្ញុំអត់ទិញស្រាប់ទេខ្ញុំយកមកបុកខ្លួនឯងហើយមានខ្ទឹមក្រហមរបស់យើងទៀតហើយមានស្រាច់ដីទៀតណាពុកម៉ែបងប្អូនអរគ្នាគ្រឿងផ្សំយើងគឺប៉ុណ្្នឹងទេស្ដែកដីហ្នឹងពុកម៉ែបងប្អូនអរគ្នាយកឆ្អិនហើយឲ្យគេលីងឆ្អិនស្រាប់ណាពុកម៉ែបងប្អូនអរគ្នាគ្រឿងផ្សំយើងមិញហ្នឹងគឺអត់ទាន់អស់ទេណាពុកម៉ែបងប្អូនអរគ្នាគឺខ្ញុំថែមមួយខ្ទិះដូងពីក្រៅ1000ទៀតចំណែកឯម្ទេសឆាខ្ញុំវិញខ្ញុំអត់មានទេខ្ញុំប្រើម្ទេសគ្រាប់ជំនួសម្ទេសឆាខ្ញុំច្រាមវាឲ្យម៉ត់ទៅម្ទេសគ្រាប់យើងហ្នឹងឲ្យគ្រាប់ជាស្អាតណាបងប្អូនអរគ្នាបានអត់វាអត់ហឹលហើយតមកទៀតខ្ទឹមក្រហមខ្ញុំហ្នឹងខ្ញុំហាន់ស្ដើងបែបហ្នឹងហើយតមកទៀតខ្ទឹមសខ្ញុំច្រាមឲ្យវាឲ្យម៉ត់បែបហ្នឹងណាពុកម៉ែបងប្អូនអរគ្នាគ្រឿងក្រៅយើងហាន់វាដាក់ហើយយើងដាក់វាទៅម្ខាងទៅមកមើលគ្រឿងបុករបស់យើងវិញគ្រឿងបុកយើងហ្នឹងខ្ញុំបុកមិញហ្នឹងហើយខ្ញុំថែមមួយស្ដេចដីយើងណាពុកម៉ែបងប្អូនអរគ្នាបុកវាឲ្យចូលគ្នាទៅស្ដេចដីកុំបុកម៉ត់ពេកទុកវានៅរៀងគ្រាប់បែបហ្នឹងណាពុកម៉ែបងប្អូនអរគ្នាហើយចូលមើលការលីងសាច់របស់យើងម្ដងការលីងសាច់របស់ខ្ញុំហ្នឹងគឺខ្ញុំចាក់សាច់ចូលខ្ញុំចាក់ទឹកចូលបន្តិចដើម្បីកុំឲ្យវាខ្លោចបាតខ្ទះពុកម៉ែបងប្អូនអរគ្នាសាច់ហ្នឹងខ្ញុំលីងជាមួយម្ដែងនិងស្លឹកក្រូចសើចបន្តិចពុកម៉ែបងប្អូនអរគ្នាដើម្បីកុំឲ្យសាច់យើងវាឆ្អាបបន្ទាប់ពីខ្ញុំលីងសាច់យើងវារៀងប្រែពណ៌រៀងឆ្អិនបែបហ្នឹងហើយគឺខ្ញុំបង់រឹតឌីចូលកន្លះស្ភាពុកម៉ែបងប្អូនអរគ្នាខ្ញុំប្រើគ្រឿងរៀងដិតតិចឲ្យអាហ្នឹងបានឆ្ងាញ់ណាពុកម៉ែបងប្អូនអរគ្នាហើយតមកខ្ញុំក៏លីងសាច់មាន់ហ្នឹងវាម្ដងទៀតសាច់មាន់ហ្នឹងគឺខ្ញុំលីងរហូតតវាស្ងួតទឹកហ្នឹងដើម្បីឲ្យវាដាច់ជាតិឆ្អាកុំឲ្យសាច់មាន់យើងធំឆ្អាបបងប្អូនអរគ្នាបើសាច់មាន់ហ្នឹងខ្ញុំលីងវាស្ងួតទឹកឆ្អិនហើយអស់ហើយខ្ញុំក៏ដួសវាចេញដាក់ទៅម្ខាងបន្ទាប់មកទៀតខ្ញុំក៏ចាក់ភេងស្ដែកឡើងហើយខ្ញុំដាក់ម្ទេសច្រាមយើងមិញខ្ទឹមសហើយនឹងខ្ទឹមក្រហមយើងមិញហ្នឹងធៀមដាក់ទៅម្ខាងហ្នឹងយកវាមកចាក់ចូលទាំងអស់មកណាបងប្អូនអរគ្នាចាក់ចូលហើយយើងលីងវាឲ្យឈ្ងុយឡើងហើយដល់មកទៀតវារៀងឈ្ងុយតិចតិចបងប្អូនអរគ្នាហើយតមកទៀតខ្ញុំក៏ចាក់គ្រឿងយើងបុកមិញខ្ញុំចាក់ចូលវាលីងចូលគ្នាទៅឲ្យវារៀងឈ្ងុយតិចទៅណាពុកម៉ែបងប្អូនអរគ្នាដាក់គ្រឿងយើងហ្នឹងមុនដាក់គ្រឿងហ្នឹងពុកម៉ែបងប្អូនអរគ្នាគឺត្រូវដាក់ស្ករពីងសិនខ្ញុំប្រើស្ករពីងមកសភាបាយកំប៉ុងពុកម៉ែបងប្អូនអរគ្នាខ្ញុំប្រើស្ករពីងវាជ្រៅណាបានឆ្ងាញ់ពុកម៉ែបងប្អូនអរគ្នាអានេះគ្រឿងហ្នឹងខ្ញុំដាក់ចូលទាំងអស់ហ្មងហើយខ្ញុំកូរវាច្បល់វាឲ្យសព្វចូលគ្នាទៅហើយបន្តមកទៀតខ្ញុំក៏ចាក់សាច់ចូលហ្នឹងខ្ញុំចាក់សាច់ចូលហើយខ្ញុំក៏ច្បល់វាឡើងឲ្យចូលគ្នាគ្រឿងយើងឲ្យសព្វមើលសាច់ល្អបន្ទាប់ពីសព្វសាច់ល្អហើយខ្ញុំក៏ទុកវាចោលឲ្យវាពុះទៅខ្ញុំក៏ចាក់ដោះគោឆៅចូលដោះគោឆៅហ្នឹងខ្ញុំប្រើតែកន្លះកំប៉ុងឲ្យពុកម៉ែបងប្អូនអរគ្នាបើសិនជាពុកម៉ែបងប្អូនអរគ្នាចង់រសជាតិដិតឆ្ងាញ់ជាងហ្នឹងដាក់ប្រើ1កំប៉ុងហ្មងក៏បានដែរតែខ្ញុំខ្លាចវាទ្រាំអញ្ចឹងទៅយើងមានខ្ទិះដូងផងឲ្យផងខ្ញុំប្រើតែពាក់កណ្ដាលបាន1កំប៉ុងហ្នឹងចាក់ដោះគោឆៅចូលហើយខ្ញុំក៏ចាក់ខ្ទិះដូងចូលម្ដងពុកម៉ែបងប្អូនអរគ្នាខ្ញុំចាក់វាប្រើពេលតែមួយហើយបន្តមកទៀតខ្ញុំក៏ច្បល់វាចូលគ្នាទៅច្បល់វាចូលគ្នាហើយខ្ញុំក៏ចាក់បន្លែចូលឲ្យវាច្បល់ចូលគ្នាទៅវាពុះឡើងឆ្អិនបន្លែទៅរួចជាការស្រេចហូបបានហើយណាពុកម៉ែបងប្អូនអរគ្នានេះគឺវាពុះឡើងហើយបន្លែយើងវាចាប់ផ្ដើមរៀងឆ្អិនហើយណាឆ្អិនហើយខ្ញុំក៏ដួសវាឡើងទៅអានេះយើងអាចហូបបានណាពុកម៉ែបងប្អូនអរគ្នាប្រែហ្នឹងពេលខ្ញុំដួសហូបហ្នឹងវានៅរៀងឈប់វាអត់តន់ឆ្អិនឲ្យលួយល្អហ្មងសម្រាប់ខ្ញុំអត់ចូលចិត្តឲ្យលួយអញ្ចឹងណាខ្ញុំនៅរៀងឈប់តិចអញ្ចឹងហើយបានវាឆ្ងាញ់អានេះបាយយើងវីដេអូហ្នឹងក៏មានតែប៉ុណ្្នឹងទេអរគុណដែលមើលវីដេអូមួយនេះតាមដល់ចប់បាយជួបគ្នាវីដេអូក្រោយថ្មីមួយទៀត